ពីថ្ងៃដែលកូនស្រីរបស់គាត់យកតុក្កតានឹងទៅលេងមកកូនស្រីរបស់គាត់គឺតែងតែកេងសែងហើយជាពិសេសហ្នឹងតុក្កតានឹងគឺតែងតែធ្វើបាបកូនស្រីរបស់គាត់អញ្ចឹងគឺមានពេលមួយហ្នឹងគឺមានពុកម៉ាក់របស់គាត់ដែលមានកូនដូចគ្នាអញ្ចឹងម្ដាយរបស់កូនស្រីម្នាក់ហ្នឹងគឺបានលើកទឹកលើកជាមួយនឹងនំឲ្យពុកម៉ាក់គាត់ដើម្បីញ៉ាំនិយាយគ្នាលេងអញ្ចឹងទៅអញ្ចឹងកូនស្រីទាំងពីររបស់ពុកម៉ាក់ទាំងសងខាងហ្នឹងក៏បានលេងជាមួយគ្នានៅក្នុងបន្ទប់អញ្ចឹងមានពេលមួយហ្នឹងនៅពេលដែលម្ដាយកំពុងតែនិយាយគ្នាសប្បាយនេះស្រាប់តែលឺកូនរបស់ពុកម៉ាក់គាត់ហ្នឹងបានសែកថាជួយផងឈឺណាស់អញ្ចឹងនៅពេលដែលម្ដាយទាំងពីរហ្នឹងបានទៅមើលគឺបានឃើញកូនស្រីដែលជាភ្ញៀវមកលេងហ្នឹងគឺស្នាមអ្នកតគ្នាឡើងអាជ្រះពេញដៃហ្មងអ្វីដែលសំខាន់ហ្នឹងម្ដាយរបស់កូនស្រីដែលជាម្ចាស់តុក្កតាហ្នឹងគិតថាកូនរបស់គាត់ហ្នឹងជាអ្នកខ្វាចហើយកូនស្រីហ្នឹងគឺបាននិយាយថាម៉ាក់ស្នាដៃនេះគឺមិនមែនជាស្នាដៃរបស់កូនទេគឺតុក្កតាជាអ្នកធ្វើប៉ុន្តែម៉ាក់របស់គាត់ហ្នឹងគិតថាកូនគាត់ហ្នឹងកុហកក្មេងកុហកដូចថាធ្វើកំហុសឲ្យអត់ទទួលស្គាល់អញ្ចឹងណាគឺបានវាយកូនឲ្យកូនហ្នឹងសុំទោសទៅកាន់ក្មេងស្រីម្នាក់ហ្នឹងទាំងតុក្កតាមួយនេះគឺចាប់ពីពេលហ្នឹងមកគឺតែងតែច្រណែនជាមួយនឹងកូនស្រីរបស់គាត់មកអ្នកទាំងគ្នាសក់កាន់តែដោះវែងកញ្ចក់កាន់តែដោះវែងនិយាយចំទៅគួរឲ្យខ្លាចខ្លាំងមែនតើអ្វីដែលសំខាន់ហ្នឹងណាមានពេលមួយទៀតហ្នឹងនៅពេលដែលស្ត្រីដែលជាម្ដាយកំពុងតែបំពេកូនឲ្យកេងលក់ហ្នឹងគាត់បានដាក់តុក្កតាហ្នឹងនៅក្បែរកូនគាត់ដោយសារតែកូនគាត់ហ្នឹងស្រឡាញ់តុក្កតាហ្នឹងមែនតើហើយនៅពេលដែលកូនគាត់កេងអញ្ចឹងគាត់ក៏បានមកកេងជាមួយនឹងប្តីរបស់គាត់ទៅប៉ុន្តែខ្ទង់ម៉ោងប្រហែលជាម៉ោង1នៅពេលដែលគាត់កំពុងតែកេងគាត់ឮសំឡេងបាក់ទ្វារក្មេងដាអញ្ចឹងអ្នកទាំងគ្នាសម័យមើលយើងមានកូនទួយយើងគិតថាអូប្រហែលជាកូនហ្នឹងមកកេងចិត្តយើងអត់ចង់កេងម្នាក់ឯងចឹងទៅអញ្ចឹងយើងក៏បានអោបកូនហើយនិយាយថាអូចង់កេងមួយម៉ាក់អីចឹងទៅប៉ុន្តែនៅពេលដែលគាត់បើកភ្នែកមកសំឡេងដែលដើរអំបញ្ញមិញឲ្យមកដេកចិត្តគាត់ហ្នឹងគឺជាតុក្កតាម្នាក់ហ្នឹងអូយអ្នកទាំងគ្នាភឺសបុតមែនតើគឺជាតុក្កតាដែលខ្ញុំបានដាក់រូបនៅលើនឹងគឺគួរឲ្យខ្លាចខ្លាំងមែនតើហើយពេលនឹងបងស្រីម្នាក់ហ្នឹងគឺគាត់សែកឲ្យបោះតុក្កតាចោលហ្មងហើយប្តីរបស់គាត់ហ្នឹងក៏បានងើបហើយបានសួរថាកាត់អីចឹងទៅប៉ុន្តែបងស្រីហ្នឹងបាននិយាយថាបងឯងមើលតុក្កតាហ្នឹងខ្ញុំបានដាក់ឲ្យវានៅជាមួយនឹងកូនយើងប៉ុន្តែស្រាប់តែម៉ាស្ទួងខ្ញុំឃើញវាមកនៅចិត្តខ្ញុំភ័យមែនតើប៉ុន្តែប្តីរបស់គាត់ហ្នឹងគាត់ថាប្រហែលជាប្រពន្ធវែងគាត់ថាប្រពន្ធយកតុក្កតាហ្នឹងមកឲ្យភ្លេចខ្លួនអីចឹងទៅរីដែលជាម្ដាយហ្នឹងគឺអត់ចាំយូរទេនៅពេលដែលកូនបានទៅសាលារៀនបាត់ពេលផឹកហ្នឹងគឺគាត់បានរកវិធីដើម្បីបោះចោលតុក្កតាហ្នឹងគឺដំបូងឡើយគាត់បានយកតុក្កតាហ្នឹងទៅដាក់ក្នុងធុងសម្រាមអ្នកទាំងគ្នាប៉ុន្តែតុក្កតាហ្នឹងបែរទៅជាត្រឡប់មកក្នុងផ្ទះវិញចឹងពេលនោះគាត់មានអារម្មណ៍ថាគាត់ដូចវង្វេងគាត់ឈួតហ្មងគាត់ចង់ឈួតម្ដងទៀតដូចពេលដែលកូនស្រីរបស់គាត់ស្លាប់លើកដំបូងចឹងណាចង់លើកទី2ហ្នឹងគឺនៅពេលដែលគាត់ឃើញឡានសម្រាប់មកចិត្តផ្ទះហ្នឹងគឺបានហុចតុក្កតាហ្នឹងទៅឲ្យអ្នកដែលគាត់ធ្វើការខាងសម្រាប់ហ្នឹងអញ្ចឹងអ្នកធ្វើការហ្នឹងក៏បានយកតុក្កតាហ្នឹងឲ្យដាក់ចូលទៅក្នុងម៉ាស៊ីនកិនសម្រាប់ចឹងនៅពេលដែលបងស្រីម្នាក់ហ្នឹងគឺគាត់បានដើរត្រឡប់មកផ្ទះវិញស្រាប់តែលឺគេឆោឡោគេសែកឲ្យមានប៉ូលីសមានឡានពេទ្យអីមកចឹងទៅចឹងនៅពេលដែលគាត់ទៅមើលហ្នឹងកន្លែងឡានសម្រាប់ហ្នឹងអ្នកដែលបានទទួលតុក្កតាគាត់នឹងអ្នកទាំងគ្នាគឺគាត់បានចូលទៅក្នុងម៉ាស៊ីនកិនសម្រាមនឹងដាច់ពាក់កណ្ដាលហ្មងអញ្ចឹងមានន័យថាតុក្កតាដែលមានវិញ្ញាណឆ្អឹងខ្មោចហ្នឹងគឺបានច្រានបុរសម្នាក់នឹងឲ្យចូលទៅជំនួសខ្លួនហើយតុក្កតានោះគឺនៅស្អាតដដែលនិយាយចំទៅគឺតុក្កតាហ្នឹងអ្នកណាគេធ្វើអីវាក៏អត់បានដែរតែមានពេលមួយទៀតហ្នឹងឪពុកដែលជាប្តីរបស់ចែហ្នឹងគឺគាត់បានឃើញថាកូនស្រីរបស់គាត់ហ្នឹងគឺមានស្នាមដៃអ្នកតគ្នាកញ្ញើអីចឹងទៅចឹងប្តីហ្នឹងគាត់ថាប្រពន្ធប្រហែលជារើជំងឺផ្លូវចិត្តចាស់មកវិញធ្វើបាបកូនអីចឹងទៅអញ្ចឹងគាត់ក៏បានយកកូនគាត់ទៅឲ្យម្ដាយរបស់គាត់ហ្នឹងមើលវិញជាមួយនឹងតុក្កតាហ្នឹងអញ្ចឹងបងស្រីដែលគាត់ជាម្ដាយនេះគាត់បាននិយាយថាបងកុំឲ្យកូនស្រីយើងទៅជាមួយនឹងម៉ាក់អីអូនអត់ដែរធ្វើបាបកូនទេហើយតុក្កតាហ្នឹងកុំឲ្យកូនយកទៅអីតុក្កតាហ្នឹងគឺមានវិញ្ញាណប៉ុន្តែប្តីរបស់គាត់ហ្នឹងគឺអត់ជឿទេហើយបាននិយាយថាបងបានយកកូនទៅដាក់ផ្ទះម៉ាក់ហើយអូនឯងនៅតែជាមួយបងទៅនិយាយចាំទៅបងស្រីហ្នឹងគ្រាន់តែឮថាកូនទៅនៅជាមួយយាយហើយតុក្កតាហ្នឹងនៅជាមួយអ្នកទាំងគ្នាគាត់ដឹងបាត់ហើយថាតុក្កតាហ្នឹងនឹងធ្វើបាបម្ដាយក្មេករបស់គាត់សូមកាត់ទៅដល់ម៉ែក្មេករបស់បងស្រីហ្នឹងអញ្ចឹងម៉ែក្មេកហ្នឹងនៅពេលដែលគាត់យកចៅទៅគាត់បានពេលចៅឲ្យចៅកេងហើយក៏បានយកតុក្កតាជាសំណប់ចិត្តចៅហ្នឹងដាក់នៅក្បែរចៅហើយក៏បានបិទភ្លើងចឹងនៅពេលដែលគាត់កំពុងតែអង្គុយមើលទូរទស្សន៍អ្នកទាំងគ្នាគាត់ស្រាប់តែឮសំឡេងសម្រាប់ជើងដើរហើយគាត់ដំបងឡើយគាត់ថាអូចៅអត់កេងទេចៅមកអីចឹងគាត់អត់ព្រមងាកមើលទេគាត់ឡើងមើលរឿងរបស់គាត់ប៉ុន្តែនៅពេលដែលងាកមកអ្នកទាំងគ្នាលេងឃើញតុក្កតាហ្នឹងកំពុងតែឈរនៅចិត្តគាត់អញ្ចឹងពេលហ្នឹងគឺគាត់មានអារម្មណ៍ថាគាត់ខ្លាចតុក្កតាហ្នឹងខ្លាំងមែនតើប៉ុន្តែដោយសារតែគាត់គិតថាប្រហែលជាគាត់ចាស់វែងគាត់ក៏បានយកតុក្កតាដែលមានវិញ្ញាណក្នុងហ្នឹងយកទៅដាក់ចិត្តចៅរបស់គាត់វិញ
មួយសន្ទុះក្រោយមកនៅពេលដែលគាត់កំពុងតែអង្គុយមើលទូរទស្សន៍ម្ដងទៀតស្រាប់តែមានអីមកតោងកគាត់ងាកទៅគឺជាតុក្កតានិងអ្នកទាំងគ្នាអញ្ចឹងពេលហ្នឹងគឺគាត់អត់ចាំយូរទេយកតុក្កតាហ្នឹងទៅដាក់នៅកន្លែងទូដាក់អវ៉ាន់ហើយបានទេទៅប្រាប់កូនប្រុសគាត់មកថាតុក្កតាហ្នឹងដូចមានវិញ្ញាណហើយចេះដើរអញ្ចឹងបុរសដែលជាកូននេះអ្នកទាំងគ្នាដែលអត់ជឿប្រពន្ធនេះពេលនេះដឹងហើយថាតុក្កតាហ្នឹងគឺពិតជាមានវិញ្ញាណដូចដែលប្រពន្ធបានប្រាប់មែនប្រពន្ធរបស់គាត់គឺអត់ឈួតទេចង់ពេលហ្នឹងគឺគាត់បានប្រាប់ម្ដាយគាត់ថាម៉ែចាំកូននៅហ្នឹងហើយចាំកូនជិះទៅផ្ទះយកតុក្កតាហ្នឹងអីចឹងទៅគាត់ដែលជាប្តីហ្នឹងគឺបានសើបនៅក្នុងអ៊ីនធឺណិតមុនពេលទៅផ្ទះរបស់ម្ដាយហ្នឹងគឺបានសើបឈ្មោះតុក្កតាហ្នឹងអញ្ចឹងណាអ្វីដែលគាត់រកឃើញហ្នឹងគឺគាត់ចាប់ផ្ដើមដឹងថាតុក្កតានោះដែលគេដាក់ប្រអប់បិទជាន់ហ្នឹងគឺជាតុក្កតាដែលមានវិញ្ញាណអញ្ចឹងគាត់ពេលនោះគាត់ក៏បានទេទៅក្នុងរឿងហ្នឹងគឺដូចមានជាមួយនឹងលោកចាស់អធិការដែលគាត់ជាអ្នកធ្វើរឿងចឹងដើម្បីបង្ក្រាបខ្មោចអីចឹងណាចឹងគាត់បានទេទៅលោកឪហ្នឹងលោកឪក៏បាននិយាយថាតុក្កតាហ្នឹងត្រូវទៅយកឲ្យខ្ញុំនៅថ្ងៃស្អែកបើសិនជាអត់យកទេតុក្កតាហ្នឹងនឹងធ្វើបាបក្រុមគ្រួសារអ្នកអីចឹងទៅចឹងបុរសម្នាក់ហ្នឹងមុននឹងពេលទៅផ្ទះម្ដាយរបស់គាត់ហ្នឹងក៏បានយកប្រអប់ដែលប្រពន្ធគាត់ទិញមកមានយ័ន្តអីហ្នឹងណាទៅយកតុក្កតាហ្នឹងពីផ្ទះរបស់ម្ដាយរបស់គាត់ពេលដែលគាត់ទៅដល់ផ្ទះម្ដាយរបស់គាត់គឺគាត់រកម្ដាយជាមួយនឹងកូនគាត់មិនឃើញទេអ្វីដែលធ្វើឲ្យភ្ញាក់ផ្អើលខ្លាំងគឺម្ដាយអ៊ំស្រីចំណាដែលគាត់ជាម្ដាយរបស់បុរសម្នាក់ហ្នឹងណាគាត់មុនហ្នឹងគឺគាត់បានលឺសំឡេងចៅគាត់ស្រែកប៉ុន្តែនៅពេលដែលគាត់ដើរទៅក្នុងបន្ទប់ហ្នឹងគឺគាត់អត់ឃើញចៅគាត់ទេអញ្ចឹងគឺគាត់បានដើរតាមផ្លូវរកចៅគាត់ក៏បានជួបបុរសម្នាក់ដែលជាអ្នកដែលគាត់ធ្វើការបោះសម្រាមអីចឹងទៅក៏បានសួរថាតើអ្នកមានឃើញក្មេងស្រីដែលមានកម្ពស់ប៉ុណ្នេះមុខមិនចេះអីអត់ប៉ុន្តែបុរសម្នាក់ហ្នឹងបានទៅជិះនិយាយថាខ្ញុំឃើញប៉ុន្តែខ្ញុំឃើញកូនក្មេងម្នាក់ហ្នឹងគឺដើរកាន់ដៃជាមួយនឹងក្មេងស្រីម្នាក់ទៀតអញ្ចឹងលោកយាយគ្រាន់តែលឺប៉ុណ្ណឹងគឺដឹងច្បាស់ហ្មងថាចៅរបស់គាត់ត្រូវបានតុក្កតាខ្មោចហ្នឹងយកទៅលបងទៅណាអញ្ចឹងគឺគាត់រត់ទៅហ្មងនៅពេលដែលគាត់រត់ទៅដល់ឯស្ពានមួយគាត់ឃើញចៅរបស់គាត់កំពុងតែអង្គុយលើស្ពានអ្នកទាំងគ្នាហើយហក់ចុះទៅខហ្មងអញ្ចឹងគាត់ក៏បានរត់ទៅទប់ចៅរបស់គាត់អ្នកទាំងគ្នាហើយពេលនោះបុរសម្នាក់ហ្នឹងក៏បានហៅម្ដាយឃើញហើយប៉ុន្តែនៅពេលដែលប៉ូលីសឆែកកាមេរ៉ាបែរទៅជាឃើញលោកយាយហ្នឹងកំពុងតែអោបចៅហើយមានក្មេងស្រីម្នាក់ទៀតហ្នឹងកំពុងតែខំកគាត់អញ្ចឹងអ្នកទាំងគ្នាយល់កន្លែងហ្នឹងអត់អញ្ចឹងមានន័យថាក្នុងកាមេរ៉ាគឺឃើញក្មេងស្រី2នាក់គឺមិនមែនតែម្នាក់ទេប៉ុន្តែជាក់ស្ដែងអ៊ំចាស់ហ្នឹងគឺគាត់ឃើញតែម្នាក់ទេសោះមានន័យថាក្នុងកាមេរ៉ាហ្នឹងគឺឃើញខ្មោចក្មេងស្រីដែលក្នុងតុក្កតាហ្នឹងគឺបានហក់ខំកលោកយាយហ្នឹងតែម្ដងតាំងពេលនោះកូនប្រុសរបស់គាត់គឺចាំយូរទេនៅពេលដែលរកតុក្កតាឃើញហើយយកម្ដាយទៅពេទ្យយកអីហើយគាត់ក៏បានយកតុក្កតាហ្នឹងដាក់ក្នុងប្រអប់ដូចដើមវិញហើយបានប្រគល់ទៅលោកឪអញ្ចឹងលោកឪហ្នឹងគឺបានកុហកទៀតអ្នកទាំងគ្នាដោយសារតុក្កតាហ្នឹងគឺជាតុក្កតាដែលល្បីខ្លាំងមែនតើហើយតុក្កតាហ្នឹងបើសិនជាលក់គឺមានតម្លៃបានរាប់ម៉ឺនណាអញ្ចឹងលោកឪហ្នឹងគឺអត់បានយកតុក្កតាទៅបូជាទេគឺយកតុក្កតាហ្នឹងទៅលក់ឲ្យគេតអញ្ចឹងនៅពេលដែលគាត់យកតុក្កតាទៅលក់ហើយគាត់បានលុយហើយគាត់បែរទៅជាកុហកបុរសដែលជាឪពុករបស់ក្មេងស្រីហ្នឹងថាគាត់បានយកតុក្កតាហ្នឹងទៅបូជាអីចឹងទៅក្រោយលោកឪនោះគឺត្រូវបានតុក្កតាហ្នឹងបកមកសម្លាប់អ្នកទាំងគ្នាដែលសារតែតុក្កតាហ្នឹងគឺនៅពេលដែលលក់ឲ្យគេហ្នឹងគេគឺបានដកតុក្កតាហ្នឹងចេញពីប្រអប់អញ្ចឹងតុក្កតាហ្នឹងគឺអាចធ្វើសកម្មភាពបានគឺអាចមកសម្លាប់លោកឪដែលបានលក់ខ្លួនហ្នឹងចង់មានពេលមួយហ្នឹងអ្នកទាំងគ្នាតុក្កតាមួយនោះគឺរបៀបថាវិលត្រឡប់មកផ្ទះវិញណាអញ្ចឹងគឺបានធ្វើបាបប្តីប្រពន្ធនិងកូនស្រីម្នាក់ហ្នឹងខ្លាំងមែនតើរហូតដល់មានពេលមួយហ្នឹងប្តីប្រពន្ធដែលមានកូនតូចហើយបានធ្លាប់ទិញតុក្កតាហ្នឹងមកហ្នឹងគឺបានយកតុក្កតាហ្នឹងទៅ scan នៅពេលដែលយកតុក្កតាទៅ scan នៅមន្ទីរពេទ្យអ្នកទាំងនេះហ្នឹងមិនទេតុក្កតាហ្នឹងស្រាប់តែឃើញមានឆ្អឹងជំនីឆ្អឹងដៃឆ្អឹងជើងឆ្អឹងមុខដូចជាមនុស្សអញ្ចឹងពីអ្នកប្រិយប្រពន្ធនោះគឺបានយកតុក្កតាហ្នឹងទៅចងណាតែគ្នារបៀបថាដឹងថាតុក្កតាហ្នឹងគឺមិនធម្មតាទេអញ្ចឹងខ្ញុំនឹងបន្តសាច់រឿង Doll House នៅថ្ងៃស្អែកវគ្គ3ដែលជាវគ្គបញ្ចប់ឲ្យអ្នកទាំងគ្នាស្ដាប់ដោយសារតែនីតិយើងខ្លីអញ្ចឹងជួបគ្នានៅ Doll House វគ្គ3នៅថ្ងៃស្អែក